នគរបាលស្រុកសំពើលូនចេញសេចក្តីបំភ្លឺនិងបន្តចាត់វិធានការលើទីតាំងទិញឥដ្ឋចាយក្រោយមានការចោទប្រកាន់ថាទទួលទិញផលចោរកម្មយោងតាមការផ្សាយលើเพจផ្លូវការក្រុមការងារព័ត៌មានប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកសំពើលូនបានលើកឡើងថាអធិការដ្ឋាននគរបាលស្រុកសំពើលូនបានចេញសេចក្តីបំភ្លឺព័ត៌មានកាលពីថ្ងៃទី19ខែសីហាឆ្នាំ2026ឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook កាលពីពេលកន្លងទៅដោយទំព័រទាន់ហេតុការណ៍ដែលបានលើកឡើងថាប្រជាពលរដ្ឋស្នើសុំឲ្យសមត្ថកិច្ចមានចំណាត់ការលើថៅកែទិញឥដ្ឋចាយក្នុងស្រុកសំពើលូនពិសេសតំបន់គីឡូ13ដោយចោទប្រកាន់ថាមានការឃុំឃាត់ទទួលទិញទ្រព្យសម្បត្តិដែលបានមកពីសកម្មភាពលួចពាក់ព័ន្ធនឹងករណីនេះអធិការដ្ឋាននគរបាលស្រុកសំពើលូនបានបញ្ជាក់ថាក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍តូស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចបានអនុវត្តការងារយ៉ាងសកម្មនិងមិនដែលប្រងើយកន្តើយឡើយកន្លងមកសមត្ថកិច្ចបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងទិញឥដ្ឋចាយទាំងអស់អំពីទិដ្ឋភាពច្បាប់និងផលវិបាកនៃការទទួលទិញទំនិញឬរបស់របរដែលគ្មានប្រភពច្បាស់លាស់បច្ចុប្បន្នសមត្ថកិច្ចនៅតែបន្តចុះណែនាំនិងធ្វើការទំនាក់ទំនងជាប្រចាំជាមួយអាជីវករទាំងនោះសមត្ថកិច្ចបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាប្រសិនប្រទះឃើញឬរកឃើញម្ចាស់ទីតាំងណាមួយប្រព្រឹត្តបទល្មើសទទួលផលចោរកម្មទិញរបស់ដែលចោរលួចសមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយជាមួយគ្នានេះអធិការនគរបាលស្រុកសំពើលូនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ប្រសិនប្រទះឃើញឬមានតម្រុយពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើសូមផ្ដល់ព័ត៌មានផ្ទាល់មកកាន់ទូរស័ព្ទលេខរបស់អធិការនគរបាលស្រុកសំពើលូនដើម្បីឲ្យសមត្ថកិច្ចអាចចុះស្រាវជ្រាវនិងបង្ក្រាបបានទាន់ពេលវេលា